សង្គ្រាមមានការឈឺចាប់តែអ្វីដែលឈឺចាប់ខ្លាំងបំផុតនឹងគឺឃើញចរិតលក្ខណៈនិងសិលធម៌របស់ប្រជាជនយើងនឹងធ្លាក់ចុះដុនដាបយ៉ាងខ្លាំងបងប្អូនក្រោយសង្គ្រាមប្រហែលថ្ងៃហ្នឹងខ្ញុំឃើញខាង content creator ឬក៏អ្នកធ្វើវីដេអូធ្វើមាតិកាផ្សេងគាត់បែរជាយកសង្គ្រាមឬក៏ការឈឺចាប់នឹងយកទៅធ្វើជា business សម្រាប់បាន like និង share comment គាត់ធ្វើបែបនឹងធ្វើឲ្យប្រទេសយើងមានការធ្លាក់ចុះនៅសិលធម៌យ៉ាងខ្លាំងបងប្អូនជាពិសេសគឺវីដេអូដែលសើចចំអកប្រទេសថៃលិចលង់ហើយនឹងទ័ពថៃដែលយើងបាញ់ត្រូវដោយខាងពួកកងទ័ពយើងបាញ់ត្រូវបងប្អូនវីដេអូបែបនឹងអត់ជួយអីបានទេបងប្អូនមានតែជួយបញ្ឆេះកំហឹងថែមបង្កភ្នក់ភ្លើងសង្គ្រាមថែមប្រៀបដូចជាយើងយកសាំងទៅជះលើភ្លើងកំពុងតែឆេះអញ្ចឹងបងប្អូនវីដេអូបែបហ្នឹងគឺខាងបរទេសគេអត់សរសើរគេអត់ស្ងប់ស្ងាយគេអត់គាំទ្រទេបងប្អូនគេអត់ចូលចិត្តសើចសប្បាយលើកំណត់ទុកអ្នកដតីទេបងប្អូនធ្លាប់ចាំអត់ធ្លាប់ឃើញអត់កាលពីសង្គ្រាមដំបូងដែលខាងតារាថៃគាត់ថតកាត់តជាមួយនឹងយន្តហោះបាញ់ផ្សែងពុលដាក់លើកងទ័ពនិងប្រជាជនយើងហើយគាត់សើចចំអកបងប្អូននៅចាំអត់វីដេអូមួយហ្នឹងធ្វើឲ្យភ្នែកអន្តរជាតិគាត់មើលឃើញហើយគាត់ថាទង្វើបែបហ្នឹងគឺជាទង្វើដែលអសិលធម៌ហើយនឹងគួរឲ្យស្អប់ខ្ពើមខ្លាំងជាទីបំផុតគាត់មិននឹកស្មានថាតារាថៃដែលមាន Facebook follow ច្រើនធ្វើបែបហ្នឹងធ្វើទង្វើបែបហ្នឹងគាត់និយាយថាទង្វើបែបហ្នឹងវាគួរឲ្យស្អប់ខ្ពើមខ្លាំងបំផុតដែលគាត់មិនចង់ឃើញមិនចង់ជួបហើយរាល់ថ្ងៃខាង content creator យើងមួយចំនួនហើយនឹងអ្នកធ្វើវីដេអូធ្វើមាតិការបស់ខ្មែរយើងមួយចំនួនកំពុងតែធ្វើបងប្អូនទង្វើបែបហ្នឹងបើឈប់បានគួរតែឈប់ទៅបងប្អូនសង្គ្រាមយើងនាំគ្នាធ្វើវីដេអូអ្វីដែលល្អដែលគួរអាណិតបងប្អូនខ្ញុំឃើញវីដេអូដែលល្អបំផុតរបស់ខ្មែរយើងខ្ញុំសូមសរសើរបងប្អូនស្រីម៉ូហើយនឹងប្តីគាត់ម៉ៃគាត់បានធ្វើវីដេអូល្អបំផុតគឺគាត់អត់និយាយច្រើនទេគាត់ប្រើថវិកាប្រើលុយរបស់គាត់ឆ្លងប្រទេសគាត់ដើរលើកប៉ាយជាមួយនឹងទឹកមុខស្ងោស្ងាត់គាត់មិនបានរៀបរាប់អ្វីទាំងអស់តែនឹងវាជាការឈឺចាប់ដែលបង្ហាញថាប្រទេសជាតិរបស់យើងកំពុងតែធ្លាក់ក្នុងភាពអយុត្តិធម៌